អាយដាមហួតហាឧស្សាហនិរិទ្ធមណ្ឌលសភាកម្ពុជាដែលជួសាយឬស័យត្រាប់ជាគោលដៅទេសចរដ៏មានសក្តានុពលចម្រុះដោយបេតិកភណ្ឌប្រវត្តិសាស្ត្រនិងទេសចរធម្មជាតិអាយដាមហួតហារដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញចូលរួមទស្សនានិងពិនិត្យពីស្ថានភាពជាក់ស្ដែងនៅឧស្សាហនិរិទ្ធមណ្ឌលសភាកម្ពុជាដែលជួសាយឬស័យត្រាប់កាលពីថ្ងៃទី15ខែឧសភាឆ្នាំ2025កន្លងទៅក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់នេះអាយដាមហួតហាបានទទួលស្វាគមន៍ពីអាយដាមសុតសំណាងប្រធានឧស្សាហនិរិទ្ធមណ្ឌលសភាកម្ពុជាដែលជួសាយឬស័យត្រាប់ផងដែរឧស្សាហនិរិទ្ធមណ្ឌលសភាកម្ពុជាដែលជួសាយឬស័យត្រាប់ជាគោលដៅទេសចរដ៏មានសក្តានុពលចម្រុះដោយបេតិកភណ្ឌប្រវត្តិសាស្ត្រនិងទេសចរធម្មជាតិតំបន់ទេសចរនេះនឹងជំរុញយុទ្ធនាការទេសចរក្នុងរដូវកាលបៃតងនិងជាឧស្សាហជាតិផ្នែកបុរាណវិទ្យាប្រវត្តិសាស្ត្រវប្បធម៌និងធម្មជាតិក្នុងគោលដៅធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងការពារបេតិកភណ្ឌជាតិបរិស្ថាននិងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្ដែងសូមជម្រាបថាឧស្សាហនេះមានតំបន់ជីវៈចម្រុះនិងមានសក្តានុពលច្រើនដូចជាធនធានព្រៃឈើសត្វព្រៃកេរដំណែលប្រវត្តិសាស្ត្របុរាណវត្ថុវិទ្យាឡស្លដៃបុរាណនិងជាតិពិន្ទុគួយដែលអាចបម្រើមុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ប្រវត្តិសាស្ត្រនិងទេសចរបានយ៉ាងប្រសើរផងដែរសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក